បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចឹងយើងជួបគ្នាសារជាថ្មីទៀតហើយនៅមេរៀនទី13សមាមាត្រដែលយើងនឹងអនុវត្តទៅលើលំហាត់ចឹងយើងមើលមកលំហាត់ក1ភាគ35និង2ភាគ70ឬក៏យើងនិយាយថា1ភាគ35និង2ភាគ70តើវាជាសមាមាត្រនឹងគ្នាដែរទេអញ្ចឹងនៅក្នុងមេរៀនរបស់យើងទាក់ទងនឹងទ្រឹស្ដីរបស់សមាមាត្រចឹងគេថាវាជាសមាមាត្រផលធាតុ2ជាសមាមាត្រនឹងគ្នាបានលុះត្រាតែវាស្មើគ្នាចឹងបើផលធាតុ2មានតម្លៃស្មើគ្នាវាគឺជាសមាមាត្រតោះអញ្ចឹងយើងមើលផលធាតុទាំងពីរនេះតើវាមានតម្លៃស្មើគ្នាដែរទេអញ្ចឹងយើងអាចដោះស្រាយលំហាត់យើងទី1ដោយសម្រួលប្រភេទអញ្ចឹង1ភាគ35វាຕົកវានៅដដែលអញ្ចឹងយើងសម្រួលទៅលើ2ភាគ70អញ្ចឹង2ភាគ70នេះយើងអាចសម្រួលវាបានទៅជា1ភាគ35អញ្ចឹង70ចែកនឹង2យើងបាន35 2ចែកនឹង2ចែកនឹង2យើងបាន1អញ្ចឹងយើងឃើញថា1ភាគ35គឺវាស្មើនឹង1ភាគ35ដែរអញ្ចឹងមានន័យថា1ភាគ35ជាសមាមាត្រនឹង2ភាគ70លំហាត់ខ7ភាគ9និង14ភាគ18អញ្ចឹងតើវាជាសមាមាត្រនឹងគ្នាដែរឬទេអញ្ចឹងដើម្បីឲ្យដឹងថាវាជាសមាមាត្រនឹងគ្នាឬអត់យើងអាចរកតាមវិធីមួយទៀតគឺតាមរយៈការគុណអញ្ចឹងយើងយកប្រភេទទី1គុណដោយយើងយកភាគយកប្រភេទទី1គុណនឹងភាគបែងនៃប្រភេទទី2ហើយនឹងភាគបែងនៃប្រភេទទី2គុណនឹងភាគយកភាគបែងនៃប្រភេទទី1គុណនឹងភាគយកនៃប្រភេទទី2ចឹង7គុណនឹង18 7 8ដង56 7ម្ដង7នឹង5 10 12ចឹងយើងយក9គុណនឹង14ចឹង9 4ដង36 9ម្ដង9 9នឹង3ដែលយើងត្រាទុកស្មើនឹង12ចឹងយើងឃើញថាការគុណខ្វែងនេះវាមានតម្លៃស្មើគ្នាអញ្ចឹងបើវាគុណស្មើគ្នាមានន័យថា7ភាគ9សមាមាត្រនឹង14ភាគ18លំហាត់គោចឹងទម្រង់បែបនេះគឺជាទម្រង់របស់ផលធាតុដែរយើងដឹងហើយថាផលធាតុគេអាចសរសេរវាទៅជាពីរទម្រង់គឺទម្រង់ពភាគនិងទម្រង់ចុច2អញ្ចឹងន័យថា9នេះគឺជាភាគបែងនៃប្រភេទទី1ហើយ9នេះគឺជាភាគយកនៃប្រភេទទី2អញ្ចឹងយើងអាចគុណខ្វែងវាមកមានន័យថាភាគបែងគុណនឹងភាគយកនេះភាគយកគុណនឹងភាគបែងអញ្ចឹង3គុណនឹង3ស្មើនឹង9 9គុណនឹង9ស្មើនឹង81អញ្ចឹងយើងគុណនេះភាគបែងនៃប្រភេទទី1គុណនឹងភាគយកនៃប្រភេទទី2ភាគយកប្រភេទទី1គុណនឹងភាគបែងនៃប្រភេទទី2អញ្ចឹងយើងឃើញថា9និង81មិនស្មើគ្នាទេអញ្ចឹងមានន័យថា3ភាគ9មិនមែនជាសមាមាត្រនៃ9ភាគនឹង3ទេអញ្ចឹងតើតែផលធាតុ2ដែលមានតម្លៃស្មើគ្នាទើបគេហៅថាសមាមាត្របើវាមិនមានតម្លៃស្មើគ្នាទេវាមិនមែនជាសមាមាត្រនឹងគ្នាទេ